trongប្រាប់បងប្អូនពីរុក្ខជាតិមួយប្រភេទដែលមានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាពយើងណាគឺគេហៅថាមុខឈ្នាងហ្នឹងមានពីរប្រភេទមានមុខឈ្នាងសនិងមុខឈ្នាងក្រហមហើយអ្វីដែលខ្ញុំបេះនេះគឺជាមុខឈ្នាងក្រហមដែលវាដុះឯងនៅផ្ទះខ្ញុំណាអញ្ចឹងថ្ងៃនេះខ្ញុំធ្វើការបេះវាដើម្បីដាំទឹកហូបហើយបើនិយាយពីអត្ថប្រយោជន៍របស់វាមានច្រើនមែនតើយើងអាចប្រើទាំងស្លឹកទាំងឫសទាំងដើមយកទៅដាំហូបឬក៏បុកហូបក៏បានដែរដែលវាជួយសម្រាប់អ្នកក្អកសម្រាប់អ្នកក្អកល្បេងអ្នកដែលខាសទឹកនោមហើយជួយដល់ការរលាកបំពង់កជួយសម្រួលកាពះពោះវៀនហើយអ្នកខ្លះអ្នកធ្វើប្រហុកធ្វើផ្អកគាត់យកទៅដាក់នៅក្នុងប្រហុកផ្អកទៅការពារកុំឲ្យតកៅវារុកវាស៊ីអញ្ចឹងណាហើយអ្នកដែលមានបញ្ហាទល់លាមកក៏អាចហូបបានហើយបើស្ត្រីគាត់មានរោគស្ត្រីដូចជាជំងឺរលាកឬមួយធ្លាក់សអីក៏ហូបទៅត្រូវដែរនិយាយទៅមុខឈ្នាងនេះយើងអាចដាំហូបបានជាប្រចាំថ្ងៃដូចជាតែដូចជាអីធម្មតាបានឲ្យតែយើងអាសាដាំហូបបានរាល់ថ្ងៃហើយរសជាតិវាស្រួលហូបទេ